ខេត្តរតនគិរីគឺលោកឧត្តមសេនីយ៍តូចាលោកឧត្តមសេនីយ៍តូអង្គសុភាដែលជាស្នងការនគរបាលខេត្តរតនគិរីលោកបានដឹកនាំកម្លាំងស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនៅថ្ងៃទី12ខែធ្នូនេះដោយនៅក្នុងនោះយោងទៅតាមការផ្សព្វផ្សាយពីថ្នាក់ដឹកនាំគឺលោកស្នងការខេត្តរតនគិរីលោកបានដឹកនាំក្រុមការងារទៅចូលរួមបរិច្ចាគឈាមនៅឯមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជាឧត្តមប្រយោជន៍មនុស្សធម៌ក៏ដូចជាធានាឲ្យបាននៅការផ្គត់ផ្គង់ឈាមឲ្យបានគ្រប់គ្រាន់ប្រើប្រាស់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍តូអង្គសុភាចាអង្គសុភាពចាវល់ហៅឈ្មោះគាត់ខុសអង្គសុភាពចាវល់ហៅឈ្មោះគាត់ខុសគាត់ចំណាំទុកឡូវចាហ្នឹងហើយដែលជាស្នងការនគរបាលខេត្តរតនគិរីហើយលោកឧត្តមសេនីយ៍តូស្នងការលោកក៏បានអំពាវនាវទៅដល់កងកម្លាំងទាំងអស់ចំណុះឲ្យស្នងការនគរបាលខេត្តរតនគិរីសូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានគ្រប់គ្នាជាបន្តបន្ទាប់ពីព្រោះមន្ទីរបង្អែកខេត្តរតនគិរីនៅតែបន្តទទួលរាល់ការចូលរួមបរិច្ចាគពីបងប្អូនគ្រប់ទិសទី